យោធាថៃកំទេចឈូឆាយទាំងស្រុងរូបសំណាក់លោកតាអ៊ុំមេតបច្រកអានសេះព្រោះគំនុំអតីតកាលប្រវត្តិសាស្ត្រហេតុអ្វីសៀមស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិរូបសំណាក់លោកតាអ៊ុំនៅច្រកអានសេះខេត្តព្រះវិហារនេះមានអ្វីពាក់ព័ន្ធនឹងសៀមតាមប្រវត្តិរឿងព្រេងខ្មែរលោកតាអ៊ុំគឺជាមេតបខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង់អាចក្លាហាន 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចបើតាមវចនានុក្រមសម្ដេចជួនណាតនោះដែរអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវេលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នច្រកទ្វារនេះជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយរវាងព្រះរាជាណាចក្រកម្ពុជានិងថៃច្រកនេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24 គីឡូម៉ែត្រស្ថិតនៅលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលឥឡូវនេះស្ថិតនៅក្នុងការឈរជើងឈ្លានពានរបស់យោធាថៃនេះបើយោងតាម Curry Brand រងវងមូលតាអ៊ុំត្រូវបានកសាងឡើងវិញនៅឆ្នាំ2015ដោយអ្នកអង្គការទ្រីភាពជាស្នាដៃរបស់ជាងសុកចម្រើនក្រុមនិរៈសឹងដើម្បីឧទ្ទិសដល់ស្នាដៃជាប្រវត្តិសាស្ត្រនៃការចងចាំនិងជារនាំងការពារព្រំដែនផងដែរ